ថ្ងៃនេះយើងធ្វើដំណើរពីភ្នំពេញទៅកំពង់ឆ្នាំងដើម្បីបោកខោអាវហើយខោអាវរបស់យើងគឺចំនួន1កាបូបនេះហើយមូលហេតុនេះគឺថាភ្នំពេញប្រហែលថ្ងៃនេះគឺមានភ្លៀងស្ទើរតែរាល់ថ្ងៃដោយមិនចាំយូរយើងក៏បានឡើងម៉ូតូរបស់យើងដើម្បីធ្វើដំណើរទៅតែម្ដងហើយចំពោះអាកាសធាតុពេលនេះវិញគឺថាក្តៅមែនតើអូខេអ្នកនរគ្នាឥឡូវនេះគឺយើងបានអំបោពាក់កណ្ដាលផ្លូវអីបាទឥឡូវគឺយើងធ្វើការឈប់សម្រាប់សិនដើម្បីឲ្យម៉ូតូរបស់យើងត្រជាក់ជាងបន្តិចដើម្បីយើងបន្តដំណើរទៅមុខទៀតប៉ុន្តែឥឡូវការរបស់ខ្ញុំលើម៉ូតូក្រោយពីការធ្វើដំណើរលើចម្ងាយផ្លូវ120គីឡូក៏ដូចជាចំណាយពេលវេលាអស់ជិត3ម៉ោងពេលនេះយើងក៏បានមកដល់អូខេទាំងអស់គ្នាឥឡូវនេះគឺថាយើងបានមកដល់ផ្ទះយើងហើយបាទអញ្ចឹងបេសកកម្មរបស់យើងគឺថាយើងធ្វើការបោកអាវឥឡូវយើងយកអាវរបស់យើងទៅបោកទាំងអស់គ្នាហើយកាយរបស់ខ្ញុំពេលនេះគឺថាមួយកបោបនេះតែម្ដងអញ្ចឹងយើងធ្វើការបោកអាវទាំងអស់គ្នាបន្ទាប់ពីមានសម្ភារៈគ្រប់អស់ហើយយើងក៏ចាប់ផ្ដើមបោកអាវហើយមកយូរប្រហែលយើងក៏បានបោករួចរាល់អញ្ចឹងថ្ងៃនេះអស់គ្នាឥឡូវនេះគឺថាកៅអៅរបស់យើងគឺថាបានបោករួចគឺស្រស់ស្អាតតែម្ដងអញ្ចឹងវីដេអូរបស់យើងពេលនេះគឺថាគឺជោគជ័យ 100% ហើយបេសកកម្មរបស់យើងគឺថាជិះពីពេញមកបោកកៅអៅនៅស្រុកគឺថាបានជោគជ័យហើយអរគុណអ្នកនរសម្រាប់ការមើលវីដេអូមួយនេះអញ្ចឹងពួកយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតចង់ឃើញខ្ញុំលេងចលែងទៀតកុំភ្លេច comment នៅខាងក្រោមវីដេអូនេះផងដែរ